សហរដ្ឋអាមេរិកប្រកាសថាខ្លួននឹងអនុញ្ញាតឲ្យប្រទេសកាតាសាងសង់កន្លែងទ័ពអាកាសនៅរដ្ឋអៃដាហូរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃសុក្រទី10 ខែតុលាឆ្នាំ2025នេះថាសហរដ្ឋអាមេរិកនឹងអនុញ្ញាតឲ្យប្រទេសកាតាសាងសង់កន្លែងកងទ័ពអាកាសនៅឯមូលដ្ឋានកងទ័ពអាកាស Mountain Home នៅក្នុងរដ្ឋអៃដាហូដែលនឹងធ្វើជាម្ចាស់ផ្ទះយន្តហោះចម្បាំង F-15 របស់កាតានិងអ្នកបើកបរយន្តហោះដែលនឹងធ្វើការហ្វឹកហាត់ជាមួយនឹងកងទ័ពសហរដ្ឋអាមេរិករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបាននិយាយនៅក្នុងអំឡុងកិច្ចប្រជុំជាមួយសមាភាគីកាតានៅឯមន្ទីរបញ្ចកោណថាទីតាំងនេះនឹងធ្វើជាម្ចាស់ផ្ទះនៃយន្តហោះ F-15 របស់កាតានិងអ្នកបើកយន្តហោះដើម្បីបង្កើនការហ្វឹកហាត់រួមគ្នាដើម្បីបង្កើតជាអន្តរប្រតិបត្តិការជាមួយគ្នាការប្រកាសអំពីកិច្ចព្រមព្រៀងនេះធ្វើឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីលោកដូណាល់ត្រាំបានចុះហត្ថលេខាលើបទបញ្ជាបទបញ្ញត្តិសម្រាប់សហរដ្ឋអាមេរិកនៅក្នុងការធានាសន្តិសុខរបស់ប្រទេសកាតាដែលជាការបដិញ្ញាចិត្តដ៏សំខាន់ចំពោះសម្ព័ន្ធមិត្តអារ៉ាប់ដែលមិនមែនជាអង្គការ NATO អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើប្រទេសកាតាប៉ុន្មានថ្ងៃមុននេះដែលជាផ្នែកមួយនៃប្រតិបត្តិការប្រឆាំងនឹងក្រុមហាម៉ាស់ដែលរស់នៅក្នុងទីក្រុងដូហា